ខ្ញុំឃើញរឿងបងសង្ហាឬខុសលេថាមិនធម្មតាសង្ហារហូតដល់កំងមកវិញចឹងគាត់ជួលជ្រើភ្លុកទឹកដីគាត់ថាចង់បានបងមកសំបេះដូងបើសិនជាមាននារីម្នាក់ដែលចង់ស្ម័គ្រស្មោះមករងរស់មួយបងតើបងទទួលបើកបេះដូងដែរឬទេបាទបើសិនជាគេល្អគេល្អគេទទួលយកយើងទាំងល្អទាំងអាក្រក់យើងមិនអាចជាអាចទទួលយកបងចិត្តលេងបាញ់បាំងផាត់ទេយកអត់អត់ទេបងពួកខ្ញុំអត់ចេះលេងបាញ់ប៉ុន្តែអ្វីដែលយើងពិបាកបន្តិចដោយសារបុកឡងយើងធ្វើប្រើដៃបងនិយាយទៅអ្នកលក់គឺសាប់តដៃហ្មងយើងបងអ្នកសាប់តដៃបុកឡងឲ្យបាទឡងយើងគឺយើងប្រើឡងសាប់បាទហើយបងសាប់ធ្វើរយៈពេលប្រហែលថ្ងៃសាប់តែកន្លះម៉ោងទេបងអញ្ចឹងបងបកកែសាប់ដែរបាទបកកែសាប់ជំនាញញាប់បងប្អូនហើយគាត់មិនតាមតែជាបុកឡងគាត់បកកែខាងសាប់បាទសូមគោរពនឹងជំរាបសួរទៅកាន់ទូរទស្សនិកជនទាំងអស់គ្នាគណៈពាណិជ្ជបាទកីឡានិងនាំបងប្អូនទៅជួបនឹងប្រុសស្អាតម្នាក់ដែលគាត់លក់បុកលហុងកំពុងតែល្បីខ្លាំងនៅលើបណ្ដាញសង្គម TikTok បងប្អូនគឺគាត់សង្ហាគឺជាប្រុសស្អាតសង្ហាប្រចាំស្រុកខ្មែរហ្មងសម្រាប់លក់ឲ្យគាត់សង្ហាខ្លាំងទៅដល់កំងគាត់ជ្រុលជ្រឹមភ្លុកទឹកភ្លុកដៃគាត់ចង់បានបងប្រុសម្នាក់នឹងគាត់មកសំបេះដូងគាត់លក់នៅម្ដុំទូតពូគឺគាត់កំពុងតែល្បីខ្លាំងមែនទេនៅក្នុង TikTok ហើយមាន fan គាត់ខ្លះចង់ឲ្យគាត់បុកដល់ផ្ទះទៀតផងឥឡូវបងប្អូនជួបគាត់ទាំងអស់គ្នាតោះបងមេស៊ូបាទសួស្ដីបងខ្ញុំលឺល្បីមែនទេ fan បងថាចង់មកសម្ភាសផ្ទាល់ប្រកបគឺជាកំឡោះសង្ហាល្បីខ្លាំងនៅក្នុងបណ្ដាញសង្គម TikTok គាត់លក់បុកលហុងនៅផ្សារទូតពូឥឡូវមកបងមេស៊ូបងបាទសួស្ដីបងខ្ញុំសួរមួយបងបងលក់បុកលហុងចាប់ពីឆ្នាំណាដែរបងខ្ញុំបើកចាប់ពីឆ្នាំ2024ខែ2ថ្ងៃទី22បងហើយក៏មានការគ្រប់គ្រងច្រើនបាទហើយមករយៈពេលចុងក្រោយនេះក៏ផ្ទុះខ្លាំងដែរបងដោយសារមានភ្ញៀវក៏គ្រប់គ្រងច្រើនរសជាតិឆ្ងាញ់ហើយអ្នកលក់ក៏ស្អាតទៀតអញ្ចឹងណាបងស្អាតមែនណាគេទៅបានទាំងប្រូហ្មងជឿបើគេកំងអីឲ្យបាញ់ដឹកដល់បន្ទប់អីបងដឹកទៅបាទដឹកដល់បន្ទប់បានតែបងមុខបន្ទប់បានតែក្នុងបន្ទប់អត់ដឹងទេរឿងហ្នឹងនិយាយរឿងផ្សេងទៀតបាទថ្ងៃបងបើកលក់ចាប់ពីម៉ោងប៉ុន្មានបាទខ្ញុំបើកលក់ចាប់ពីម៉ោង10ព្រឹករហូតដល់ម៉ោង11យប់តែបើមានភ្ញៀវពិសេសអីគាត់មកអង្គុយញ៉ាំដល់ម៉ោង1ម៉ោង2ក៏បានដែរហ្នឹងសម្រាប់ភ្ញៀវពិសេសគាត់ដាក់ជាអីចឹងណាបាទចុះខ្ញុំសួរតាមត្រង់រងថ្ងៃនេះមានអ្នកសំបេះដូងនៅបងអត់តាន់មានផងបងដោយសាររវល់ធ្វើការពេកដល់ពេលអញ្ចឹងទៅយើងអត់តាន់បានគិតគូររឿងបេះដូងបេះថ្នោតហ្នឹងទេបងចុះពេលរងថ្ងៃនេះឲ្យស្មោះត្រង់ទៅចុះខ្ញុំឃើញតាមអនសង្គម TikTok គាត់ខមមិនថាចង់ឲ្យបងហើយបុកលហុងឲ្យគាត់ដឹកដល់បន្ទប់អីចឹងទៅហើយគាត់ខ្លះគាត់ថាចាគាត់ចង់ឲ្យបងទៅសម្ដែងរឿងជា MV ឬជាភាពយន្តអាធំអីតើបងមានគិតថាចង់ចូលសិល្បៈទេបើសិនជាអាចហ្មងចង់តែបងនិយាយទៅខាងសិល្បៈហ្នឹងគឺស្រឡាញ់តាំងពីតូចប៉ុន្តែយើងអត់តន់បានប្រឡូកខ្ញុំឃើញរឿងបងសង្ហាឬខុសលេថាមិនធម្មតាសង្ហារហូតដល់កំងមកវិញចឹងគាត់ជួលជ្រើភ្លុកទឹកដីគាត់ថាចង់បានបងមកសំបេះដូងសម្រាប់បងបើសិនជាមាននារីម្នាក់ដែលចង់ស្ម័គ្រស្មោះមករងរស់មួយបងតើបងទទួលបើកបេះដូងដែរឬទេបាទបើសិនជាគេល្អគេល្អគេទទួលយកយើងទាំងល្អទាំងអាក្រក់យើងមិនអាចជាអាចទទួលយកបងបាទតែបើថាគេមករកយើងអូខេគេមករកយើងវាលឿនយើងអូខេហ៎បងចុះលក្ខខណ្ឌស្នេហាលក្ខខណ្ឌមិនដែរលក្ខខណ្ឌងាយស្រួលបងអត់មានអីច្រើនទេប៉ុន្តែខ្ញុំចូលចិត្តមនុស្សស្រីបែបរៀងការឆ្នះកមិចកម្ៅបកែរោស៊ីចេះទុកចេះដាក់អីចឹងណាបងហើយស្អាតមិនតែស្អាតខ្លាំងខ្នាតណាសំខាន់តចរិតនៅមួយគ្នាអីចោះសម្រងគ្នាបងចុះនេះចិត្តលេងល្បែងបងបាទនេះដូចចិត្តលេងល្បែងបាំងផាត់ទេយកអត់អត់ទេបងពួកខ្ញុំអត់ចេះលេងល្បែងបើរោស៊ីត្រូវបាទអ្នករោស៊ីដូចគ្នាត្រូវឬក៏អ្នកធ្វើការអីចឹងណាសួរតាមត្រង់ទាំងមុខទាំងអីហ្នឹងជាធម្មជាតិឬក៏បងមានការកែកុនអីធម្មជាតិសុទ្ធបងអើយមានពេលតកាហើយក៏មានលុយកែដែរបងធម្មជាតិធ្វើក្នុងពោះម៉ែបងនិយាយទៅចំោះក៏បានមុខក៏បានហើយតពលក៏ស្អាតពេញបងប្អូនរហូតដល់កំមុំជាច្រើនគាត់ថាគាត់ចង់បានកំឡោះសង្ហាលក់បុកលហុងនៅទូលតពងគាត់ចង់មកសំបេះដូងតែមិនដឹងថាគាត់បើឥឡូវគាត់ប្រាប់ឲ្យគាត់ថាគាត់នឹងរើសក្រមុំម្នាក់ដែលគាត់បកកែរោស៊ីលក្ខខណ្ឌគាត់ងើយបងប្អូនលក្ខខណ្ឌគាត់ប្រាប់មិញហើយឥឡូវបងទៅអង្គុយក្នុងសិននេះយើងจะអង្គុយក្នុងវាតំណយើងបងប្អូនហាងរបស់គាត់ពិតជាធំមែនហើយស្អាតហើយគាត់មិនធំតែសង្ហារូបរាងទេសម្បីតែហាងរបស់គាត់ដេក័រស្អាតដែរមើលទៅគួរឲ្យចាប់អារម្មណ៍បងប្អូនឥឡូវតោះមកជួបគាត់ទៀតបងអង្គុយលេងសិនបងអូខេបង
ឃើញថាពេលជួបមកដល់ហាងបងភ្លាមទៅជាមានកន្លែងស្រស់ស្រាយហ្មងសម្រាប់អ្នកដែលគាត់ relax អីអាចមកកន្លែងនឹងបាន បាទបង សម្រាប់បងផ្ទាល់ បាទ គឺរឿងក៏សង្ហាលក់បោកកំឡុងក៏ដាច់មានភ្ញៀវគ្រប់គ្រងច្រើនតើបងមិនធ្លាប់មានពាក្យរិះគន់ពីមហាជនឬក៏ fan បងដែរទេបង ធ្លាប់មានបងពីច្រើនភ្ញៀវគាត់និយាយថាបុកលហុងណែអ្នកលក់ស្អាតចឹងតំណងចឹងរសជាតិមិនដែរស៊ីមិនកើតតែដឹងអីខ្ញុំថាអត់ទេមកសាកសិនមកមិនដឹងនិយាយទៅបើបានសាកហើយគឺឆ្ងាញ់ហើយជាប់ចិត្តទៀតប៉ុន្តែអ្វីដែលយើងពិបាកបន្តិចដោយសារបុកលហុងយើងធ្វើប្រើដៃបងដល់ពេលយើងប្រើដៃវារៀងយូរឯងបងមិនមែនជប់ចេញទេដល់ពេលឬក៏យើងប្រើម៉ាស៊ីនទេនិយាយទៅតតម្រូវឲ្យគាត់រៀងអត់ម៉ូតតិចយើងសាប់លហុងតដៃអីចឹងទៅយើងអត់ប្រើចិត្តទិញអាគេសាប់ស្រាប់ទេនិយាយទៅអ្នកលក់គឺសាប់តដៃហ្មងយើងបងអ្នកសាប់តដៃបុកលហុងឲ្យ បាទ ភ្ញៀវ បាទលហុងយើងគឺយើងប្រើលហុងសាប់ លហុងសាប់ បាទ ហើយបងសាប់ធ្វើរយៈពេលប្រហែលថ្ងៃប្រហែលពេលយើងលក់ហ្នឹងប្រហែលម៉ោងបានហើយបុកលហុងហ្នឹង លហុង5គីឡូអីសាប់តែកន្លះម៉ោងអីបង អញ្ចឹងបងបកកែសាប់ដែរបង បាទបកកែសាប់តែគ្នាញាប់ បងប្អូនហើយគាត់មិនតាមតែជាបុកលហុងគាត់បកកែខាងសាប់ បាទអញ្ចឹងសំដាំទៅអតិជនតិចរងចាំយូរអីតិចកុំខឹងព្រោះអ្នកលក់ធ្វើប្រើដៃអញ្ចឹងណា បាទដៃហើយឡងគាត់គឺអត់ទិញផ្សារទៀតទេគាត់សាប់ដៃឲ្យគាត់ជុំបុកឲ្យ fan ញ៉ាំ បាទបាទ ឥឡូវនេះក្រុមការងារបានយកមកដល់ហើយលើខ្ញុំសុំភ្លក់មុនមក បាទបាទព្រឹកមុន សុំបងប្អូនសុំភ្លក់មុនណាចាំមើលបុកលហុងមានបន្លែមិនអីទៀត បុកលហុងបើខ្ចីបងមួយជាតិបាត់ដបងបង ជាបាត់ដបងសុំភ្លក់ឆ្ងាញ់បងកាប់សុកស្រែហ៎ បាទបងឆ្ងាញ់ទៅឆ្ងាញ់ប្រៃតែប្រៃកុំឲ្យប្រៃឡប់ហ៎បង ប្រៃឡប់អត់មានរឿងទៀត ហ្នឹងហើយបងជាតិបងរ៉េតឲ្យម៉ានលើម៉ានបង ខ្ញុំប្រែឲ្យ10លើ9 10លើ9 តែ មិនមែន9លើ10ទេបង បងប្អូនលក់គាត់ដាក់បេះដូងតែឥឡូវបញ្ញាប់មកទិញ បាទ គាត់នឹងដាក់បេះដូងជូននៅឆ្ងាញ់ ដាក់បេះដូងជូននៅក្នុងបុកលហុងហ្មង ហ្នឹងហើយជប់បងជាចង្កូននេះតែបងមានពេលពេចបីខ្លះដើម្បីជួយអរគុណទៅកាន់ fan បងតែទៅគ្រប់ត្របងកន្លងមកហ៎បង បាទសូមផ្ដាំ fan ទាំងអស់គ្នាបើថាចង់សាកចង់មកបញ្ញាមកតម្លៃទូថ្លៃទេតាមអាចារ្យមានចាប់ពី 6000 ឡើងទៅទេតម្លៃទូថ្លៃហើយអ្នកលក់ដឹកដល់បន្ទប់ឲ្យទៀតបើសិនជាកំងណាក្នុងពេញក្នុងក្រុង1គីឡូម្ដុំទូតពងនេះគឺដឹកឲ្យដល់បន្ទប់ហ្មងអត់អស់សេវាទេ បាទ ហើយអ្នកលក់ដឹកតដៃហ្មង ចឹងកុំភ្លេចមកសាក់លបងទាំងអស់គ្នាជួយ support អ្នកបាត់ដំបងផងបាទ បាទទស្សនិកជនទាំងអស់គ្នាគណៈនេះខ្ញុំបានមកកីឡាពីខាងចំបក់ TV រួមទាំងក្រុមការងារទាំងអស់រួមទាំងបងប្រុស បាទ បងមានលាអរគុណច្រើនបង អរគុណច្រើនបង អរគុណច្រើនបងបាទ